ព្រឹកមិញថាទៅផ្សារទៅទិញឆ្អឹងជំនីគោយកមកធ្វើស៊ុបចែកដនអីជីទៅដល់ផ្សារទៅក្អើតឃើញគេលក់អាទាស្រស់ស្រស់ឲ្យគេកាប់ទិញមក2ឲ្យគេពុះធ្វើឲ្យ1 ជា 2 1 ជា 2ហើយមកដល់យើងលាងទឹកសាជាថ្មីយើងកាប់ទូយកមកឆាក្តៅសាច់ទាឆាក្តៅឆ្ងាញ់បងប្អូនឆ្ងាញ់ជាងយើងឆាសាច់មិនបិសាសឬក៏មិនខ្មែរទេណោះសម្រាប់ខ្ញុំណាថាទាឆ្ងាញ់តែបងប្អូនអត់ដឹងទេឃើញថាវាស្រស់ពេកបងប្អូនអើយមើលណែសាច់លឹងក្រហមទាគេធ្វើមកស្រស់ហ្នឹងចាំកាលបងប្អូនណាលេងចង់ធ្វើស៊ុបគោមកឆាក្តៅសាច់ទាវិញបងប្អូនហើយសាច់ទាហ្នឹងយើងស្លម្ជូរក្រែកក៏ឆ្ងាញ់ដែររឿងឆាក្តៅទា2ធំមួយ 15,000 ទិញ2អស់ 30,000 ឃើញតែសាច់វាក៏ដឹងថាឆាឆ្អិនហើយឆ្ងាញ់ដែរអ្នកលក់ក៏ចាំខ្លួនគាត់ទៅមើលទៅគឺថាដូចគេហៅទាស្រែបងប្អូនមើលរូបប៉ុណ្ណឹងក៏ដឹងថារបស់ហ្នឹងពេលឆាឆ្អិនឆ្ងាញ់ដល់កម្រិតណាហើយសំខាន់ឲ្យតែយើងផ្សំគ្រឿងត្រូវទេណាបងប្អូនស្ករមកវាចេញគឺយើងធ្វើផ្សំគ្រឿងមិនឆ្ងាញ់អាហ្នឹងមិនឆ្ងាញ់តែបើយើងធ្វើទៅជាប្រៃទៅផ្អែមលើសប្រៃលើសគឺញ៉ាំអត់កើតដូចគ្នាទេ